មនុស្សស្រីកើតមកមានថតទៅពេញខ្លួនតែម្ដងហើយក្នុងថតនេះមួយសុទ្ធតែលាក់ទុករបស់ខ្លាចគ្នារាល់ព្រឹកម៉ោង 8 រត់ឡើងក្មេងស្រីនោះក៏ទាញថតនៅលើខ្លួនច្រកភួយដែលបត់រួចចូលទៅយ៉ាងមានរបៀបបន្ទាប់មកនាងទាញថតនៅត្រង់មាត់ចេញមកដែលមានដាក់ច្រាសនិងថ្នាំដុសធ្មេញមួយឈុតលុះដុសលាងរួចរាល់នាងក៏បើកថតមួយទៀតឆុងកាហ្វេក្តៅមួយកែវសម្រាប់ធ្វើជាអាហារពេលព្រឹកថ្ងៃនេះពេលញ៉ាំឆ្អែតហើយនាងក៏ចាប់ផ្ដើមឆែកមើលរបស់របរដែលទុកក្នុងថតនេះមួយទោះបីជាត្រូវពិនិត្យមើលរាល់ថ្ងៃក៏ដោយក៏នាងនៅតែសប្បាយចិត្តនឹងធ្វើវាដែរស្រាប់តែពេលនោះជញ្ជាំងនៅក្បែរនោះត្រូវបានគេឆ្កូតដាច់ជាប្រហោងមួយនាងក៏ងាកទៅមើលតែមិនបានចាប់អារម្មណ៍នឹងរឿងមិនប្រក្រតីនេះឡើយក្រោយមីញឹកអស់ស្ទើរពេញមួយថ្ងៃនាងក៏មានអារម្មណ៍ថាដេកលក់ស្រួលហើយក៏ដកភួយចេញពីក្នុងថតមកគេងលក់ទៅលុះដល់ពាក់កណ្ដាលអាធិបប្រហោងនៅលើជញ្ជាំងនោះក៏រីកធំយ៉ាងលឿនមានសត្វចម្លែកមួយបានលបចូលមកក្នុងបន្ទប់ហើយលបចូលទៅក្នុងថតរបស់មនុស្សស្រីនោះព្រឹកឡើងមនុស្សស្រីនោះក៏រៀបចំទុកដាក់ភួយក្នុងថតយ៉ាងមានរបៀបដូចរាល់ដងរួចក៏ទាញថតនៅត្រង់មាត់ចេញមកបំរុងដុសធ្មេញស្រាប់តែហួសចិត្តពេលឃើញច្រាសដុសធ្មេញនៅក្នុងនោះបាត់ឈឹងបែរជាជំនួសមកវិញដោយស្គរគ្រាប់គ្រប់មុខទៅវិញនាងភ័យស្លន់ស្លោខ្លាំងណាស់ហើយមានអារម្មណ៍មិនល្អថាមានរឿងគួរឲ្យខ្លាចអ្វីមួយចិត្តកើតឡើងហើយនាងប្រញាប់ចាក់កាហ្វេមួយកែវដើម្បីកាត់ព្រលឹងប៉ុន្តែអ្វីដែលហូរចេញពីកាហ្វេបែរជាសម្លេងទៅវិញអ្វីដែលរឹតតែអាក្រក់នោះគឺថតនៅលើខ្លួននាងចាប់ដើមរញ្ជួយយ៉ាងខ្លាំងស្ថានភាពភ្លាមនេះធ្វើឲ្យនាងភ័យសឹងលេចនោមក៏ប្រញាប់បើកថតនេះមួយពិនិត្យមើលយ៉ាងដិតដល់ស្រាប់តែឃើញរបស់របរនៅក្នុងនោះត្រូវបានបដូរកន្លែងអស់រលីងនាងកាយយកកាយថតទាំងអស់សពរូបតែនៅតែរកមិនឃើញតម្រុយសោះនាងខឹងពេកក៏បោះថតទាំងអស់ចោលទៅលើដីតែនៅតែរកមិនឃើញអ្វីដែរលុះទីងថតដែលធំជាងគេនៅលើខ្លួនចេញមកស្រាប់តែមានបបពណ៌ស្រស់ឆើតឆាយរាប់មិនអស់បាញ់ចេញមកមិនទាន់ទាំងបាត់ទាំងផងថតតែមួយគត់នៅពីក្រោយខ្នងក៏ចាប់ផ្ដើមរញ្ជួយដែរមួយសន្ទុះក្រោយមកថតតូចនោះក៏ស្ទុះវឹងទៅរកប្រហោងនៅលើជញ្ជាំងមនុស្សស្រីនោះឃើញដូច្នោះក៏ប្រញាប់លូកដៃទៅចាប់តែនៅតែយឺតពេលមួយជំហាននាងអាចក្បាលមើលទៅក្រៅប្រហោងមិននឹកស្មានសោះថាពិភពខាងក្រៅពិតជាស្រស់ស្អាតប្លែកភ្នែកខ្លាំងណាស់បន្ទាប់មកនាងក៏ទៅរកអាវមួយដើម្បីអាវពង្រីកប្រហោងនោះត្រៀមខ្លួនទៅរកពិភពខាងក្រៅជប់បង្ខាំខ្លួនឯងនៅក្នុងពិភពតូចចង្អៀតនេះទៀតហើយការនៅម្នាក់ឯងពិតជាអាចលុតដំចិត្តបានមែនប៉ុន្តែការបិទបាំងខ្លួនឯងរហូតមានតែធ្វើឲ្យខ្លួនឯងជាប់ឃុំឃាំងនៅខាងក្រៅទ្វារមានខ្យល់អាកាសបរិសុទ្ធមានដើមឈើខៀវស្រងាត់មានមនុស្សល្អនិងមានទេសភាពរាប់ម៉ឺនដែលមិនធ្លាប់បានឃើញចូលក្លាហានបើបង្អួចចិត្តដើរចេញពីកោះដោយកោដើម្បីទទួលយកភាពអ៊ូអរនិងភាពកក់ក្ដៅនៃពិភពលោកនោះទើបអាចរំលាយទុក្ខកង្វល់ក្នុងចិត្តបានហើយផ្លូវខាងមុខនឹងពោពេញដោយភាពស្រស់បំព្រងជានិច្ច